សំណួរសួរថាតើហេតុអ្វីបានជាឫសទី5នៃ3គុណនឹងឫសទី4នៃ2ស្មើឫសទី20នៃ3ស្វ័យគុណ4គុណនឹង2ស្វ័យគុណ5យ៉ាងនេះអ្វីៗទាំងអស់ដែលទាក់ទងវិទ្យាសាស្ត្រពិតតែងតែមានហេតុនិងផលតើមូលហេតុអីទៅទើបយើងទទួលបានចម្លើយបែបនេះបាទជាបឋមខ្ញុំបាទសូមលំអរកាយជម្រាបសួរបងប្អូនកូនក្មួយទាំងអស់ដែលកំពុងរងចាំតាមដានការចែករំលែករបស់ខ្ញុំបាទចេញពីបន្ទប់សិក្សាភេកកដាម៉ាត់1និង Channel YouTube កកដាម៉ៅពេលនេះលោកគ្រូនឹងលើកយកហេតុនិងផលដើម្បីធ្វើការបញ្ជាក់ជូនអំពីប្រភេទលំហាត់ទម្រង់បែបនេះលោកគ្រូឧទាហរណ៍ឫសទី5នៃ2គុណនឹងឫសទី4នៃ2បាទលោកគ្រូដាក់ឲ្យរ៉ាឌីកង់ដូចគ្នាសិនហើយតាមធម្មតានៅពេលដែលជារ៉ាឌីកាល់បែបនេះយើងអាចសរសេរទៅជាស្វ័យគុណវិញដោយយើងដាក់គោល2ដដែលហើយនីតិសន្នត្រង់នេះ1យើងយកនីតិសន្នទៅចែកនឹងសន្ទុះបាន1ចែកនឹង5ហេតុផលការបំលែងពីរ៉ាឌីកាល់ទៅជាស្វ័យគុណលោកគ្រូបានចែករំលែកអស់ហើយអ្នកនរគ្នាអាចចូលទៅមើលនៅក្នុងវគ្គមុនរបស់លោកគ្រូបានបន្តមកទៀតយើងដាក់សញ្ញាគុណត្រង់នេះដូចគ្នាដែរនីតិសន្ន1ចែកសន្ទុះ4 2ស្វ័យគុណ1លើ4បន្តមកលោកគ្រូរៀបចំតម្រូវភាគបែងឲ្យប្រភេទទាំងពីរនឹងមានភាគបែងដូចគ្នាអញ្ចឹងយើងបន្តទៅទៀតភាគបែង5និងភាគបែង4លោកគ្រូប្រើភាគបែង20បាទភាគបែង20ភាគបែង5ត្រូវគុណនឹង4គេយកគុណតាមភាគបែង4ត្រូវគុណនឹង5គេយកគុណតាមពេលបានប៉ុណ្ណឹងហើយបំណងរបស់យើងគឺត្រូវដាក់រ៉ាឌីកាល់រួមគ្នានេះអញ្ចឹងលោកគ្រូរៀបចំទៅជា2ស្វ័យគុណ4គុណជាមួយនឹង1លើ20បន្តទៅទៀតគុណនឹង2ស្វ័យគុណ5គុណនឹង1លើ20ដែរព្រោះយើងគុណទៅឃើញដូចដើមសម្រាប់វិធីគុណដែលមាននីតិសន្ន1លើ20ដូចគ្នាយើងអាចយកនីតិសន្នដាក់រួមបានលក្ខណៈមួយនេះក៏លោកគ្រូបានចែករំលែករួចហើយដែរអំពីហេតុនិងផលអញ្ចឹងនីតិសន្នវានៅសល់4គុណជាមួយនឹង2នីតិសន្នខាងនេះនៅ5ដោបវងក្រចកដាក់នីតិសន្ន1លើ20រួមគ្នាព្រោះនៅពេលដែលយើងដាក់ចូលទៅគឺបានដូចដើមបន្តមកយើងក៏បំលែងវាទៅជារ៉ាឌីកាល់បានហើយព្រោះយើងក្តោបណាក្តោបដាក់នីតិសន្នរួមគ្នាអញ្ចឹងយើងបានឬខាងក្នុងគឺ2ស្វ័យគុណ4គុណនឹង2ស្វ័យគុណ5នីតិសន្នជាប្រភេទចំពោះភាគយកគឺជានីតិសន្នក្តោបរួមរបស់កន្សោមរ៉ាឌីកង់នេះប៉ុន្តែដល់ពេលយើងក្តោបដាក់នីតិសន្ន1មិនចាំបាច់ដាក់ទេណាហើយភាគបែង20គឺជាសន្ទុះរបស់ឫសដូច្នេះសង្កេតត្រង់នេះនឹងចម្លើយយើងឃើញថា20បានមកពី5គុណនឹង4នេះហើយរ៉ាឌីកង់ខាងក្នុង2ដាក់នីតិសន្ន4យើងអាចសង្កេតមើលផ្លូវកាត់តាមនេះបានយកសន្ទុះមកធ្វើជានីតិសន្នហើយសម្រាប់គោល2នេះវិញដាក់នីតិសន្ន5គឺយកសន្ទុះខាងឆ្វេងធ្វើជានីតិសន្នរបស់វាបានន័យថាដាក់ខ្វែងទៅមកបាទនេះជាការសម្គាល់ទុកហេតុនិងផលបានបញ្ជាក់ជូនមួយសម្រាប់ឧទាហរណ៍ដំបូងត្រង់នេះផងដែរប្រសិនបើយើងអនុវត្តបន្តស្វ័យគុណដែលមានគោលដូចគ្នាអាចទៅមុខបានទៀតគឺយើងរក្សាគោលរួមហើយយកនីតិសន្នបូកបញ្ចូលគ្នា
ក៏ប៉ុន្តែលោកគ្រូអត់ចង់និយាយដល់នឹងទេលោកគ្រូគ្រាន់តែចង់បញ្ជាក់ថា radical ផ្សេងគ្នាពេលដែលយើងដាក់ radical រួមវាទៅជាបែបណាបាទលោកគ្រូចង់បញ្ជាក់បែបហ្នឹងបាទអញ្ចឹងលោកគ្រូអាចចាប់ផ្ដើមយកខាងលើមកដើរតាមលំនាំនឹងបានឬទី5នៃ3គុណនឹងឬទី4នៃ2ចម្លើយរបស់យើងទៅជាបែបនេះចាប់ផ្ដើមគោល3ស្វ័យគុណនីតិសន្ន1ចែកសន្ទុះ5គោល2នីតិសន្ន1ចែកសន្ទុះ4បន្តមកយើងចាប់ផ្ដើមច្នៃប្រភេទទាំងពីរឲ្យមានភាគបែកដូចគ្នាភាគបែក5និងភាគបែក4ភាគបែករួមគឺ20អញ្ចឹងយើងដាក់ទីនេះ20ភាគបែកគុណនឹង4ទៅយកគុណតាមបន្តចង់បាន20គុណនឹង5វាយកគុណតាមបន្តមកទៀតយើងមើលតាមលំនាំខាងលើគឺយើងញែក1លើ20ដោយឡែកអញ្ចឹងយើងបាន3ស្វ័យគុណ4គុណនឹង1លើ20បាទឃើញដដែលណាហើយយើងគុណនឹង2ស្វ័យគុណ5គុណនឹង1លើ20បន្តមកទៀតយើងក៏ចាប់ផ្ដើមដាក់នីតិសន្ន1លើ20រួមគ្នាតាមលំនាំខាងលើ3ស្វ័យគុណ4គុណនឹង2ស្វ័យគុណ5លើកជាស្វ័យគុណ1លើ20បាទពេលដែលបាននីតិសន្នរួមគ្នាហើយគឺយើងអាចរៀបទៅជា radical រួមគ្នាបានដែរគោល3ស្វ័យគុណ4គុណជាមួយនឹងគោល2ស្វ័យគុណ5នីតិសន្នជាប្រភេទ1លើ20បាទតាមលំនាំខាងលើសន្ទុះគឺ20នេះគឺជាហេតុនិងផលទទួលបានចម្លើយហើយ radical 3ស្វ័យគុណ4 2ស្វ័យគុណ5សន្ទុះ20ពិតជាត្រឹមត្រូវតទៅអ្នករកគ្នានៅពេលដែលជួបលំហាត់បែបនេះมันបាច់ធ្វើតាមរយៈហេតុនិងផលយ៉ាងវែងអន្លាយបែបហ្នឹងទេគឺយើងសង្កេតមើលតែម្ដងគឺចង់ដាក់ radical រួមគ្នាយើងត្រូវយកសន្ទុះគុណសន្ទុះបាន20បន្ទាប់មកប្រើ radical 3និង2ដាក់ឲ្យហើយចំណែកនីតិសន្ន4បានមកពីណាគឺយើងយកសន្ទុះខាងស្ដាំធ្វើជានីតិសន្នរបស់វាចំណែក radical 2យកសន្ទុះខាងឆ្វេងធ្វើជានីតិសន្នរបស់វាមានន័យថាយកសន្ទុះទៅមកឆ្វេងយកស្ដាំស្ដាំយកឆ្វេងជាការស្រេចលោកគ្រូចង់បង្ហាញឧទាហរណ៍មួយទៀតជូនអ្នករាល់គ្នាគឺធ្វើកាត់បែបហ្នឹងដូចជានេះឬទី3នៃ4គុណនឹងឬទី5នៃ6លោកគ្រូចង់បង្ហាញផ្លូវកាត់ហ្នឹងតែម្ដងគឺដាក់ radical រួមគ្នាសន្ទុះគុណសន្ទុះបាន15បន្តមក radical 4ទទួលបាននីតិសន្ន5 radical 6ទទួលបាននីតិសន្ន3ឃើញទេអ្នកទាំងអស់គ្នាលឿនមែនតើចុះប្រសិនបើឬទី5នៃ2ស្វ័យគុណ3គុណនឹងឬទី6នៃ3ស្វ័យគុណ4វិញគឺដូចតែគ្នាទេចាប់ផ្ដើមមកយើងដាក់ឬរួមគ្នាសន្ទុះគុណសន្ទុះបាន30គោល radical 2គីបទទួលបាននីតិសន្នបន្ថែមគឺយកសន្ទុះ6ទៅគុណយើងគុណនឹង5 1បាទបែបហ្នឹងសម្រាប់ radical 3ស្វ័យគុណ4យើងត្រូវយកសន្ទុះខាងឆ្វេងវិញគឺគុណនឹង5តែម្ដងបាទប៉ុណ្ណឹងអញ្ចឹងសម្រាប់ការចែករំលែកជូនអំពីហេតុនិងផលទាំងឡាយនេះដូចមិនមានអ្វីស្មុគស្មាញណាស់ណាទេហើយអ្នកទាំងអស់គ្នាអាចយកវិធីសាស្ត្រមួយនេះទៅប្រើប្រាស់បានជាមួយលំហាត់ណាមួយនោះតាមតម្រូវការរបស់អ្នករាល់គ្នាហើយនៅពេលនេះក៏ឈានចូលមកដល់ទីបញ្ចប់ផងដែរសម្រាប់ការចែករំលែកជូនមួយคลิปនេះម្យ៉ាងចំពោះបងប្អូនទាំងឡាយណាដែលថ្មីហើយពេញចិត្តជាមួយលោកគ្រូពេញចិត្តជាមួយនឹងការចែករំលែកអំពីបទបង្ហាញក៏ដូចជាការបញ្យលក៏ដូចជាការចែករំលែកទាំងអស់នេះប្រសិនបើពេញចិត្ត
សូមកុំភ្លេចជួយ follow page ម្នាក់មួយឬក៏ subscribe channel YouTube ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗនៅពេលបន្តទៀតនៅពេលនេះខ្ញុំបាទក៏សូមលំអរកាយជម្រាបលាបងប្អូនតែត្រឹមប៉ុណ្ណេះដោយសន្យាជួបគ្នានៅឱកាសក្រោយជូនពរសុខភាពល្អ